ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំបងប្អូនមកមើលលំហាត់ប្រាណមួយដែលងាយបាទហើយនាំមកនៅសុខភាពល្អសម្រាប់រាងកាយយើងលំហាត់ប្រាណនេះគឺងាយស្រួលទេបងប្អូនងាយធ្វើគ្រប់គ្នាទេប៉ុន្តែនាំមកនៅសុខភាពល្អបាទលំហាត់ប្រាណហ្នឹងជួយយើងច្រើនទាក់ទងជាមួយនឹងទាំងសុខភាពហើយនឹងទាំងអ្នកដែលមានជំងឺបងប្អូនជំងឺហ្នឹងគឺជំងឺលៀនឌីសបាទជំងឺលៀនឌីសនៅឆ្អឹងខ្នងហ្នឹងគឺជួយឲ្យជំងឺហ្នឹងមានភាពធូរស្រាលបងប្អូនហាត់ងាយទេបងប្អូនក្នុងមួយថ្ងៃយើងហាត់យ៉ាងហោចណាស់កន្លះម៉ោងអីបងប្អូនកន្លះម៉ោងបាទមាន4-5ក្បាច់អីហាត់ទៅធ្វើឲ្យយើងសរសៃតសូងដៃជើងយើងហ្នឹងមានសុខភាពល្អបងប្អូនលែងឈឺលែងអីចឹងណាបងប្អូនចឹងបានខ្ញុំហាត់អានេះដើម្បីចែករំលែកឲ្យបងប្អូនទស្សនាអញ្ចឹងណាហើយបើបងប្អូនមានឱកាសមានពេលបងប្អូនអាចហាត់ដូចខ្ញុំនឹងទទួលបានសុខភាពល្អបាទហើយចង់បញ្ជាក់ដែរជំងឺលៀនឌីសនេះគឺជាជំងឺដែលពិបាកព្យាបាលណាបងប្អូនបាទជាព្យាបាលហើយក៏ជាប្រភេទជំងឺដែលរ៉ាំរ៉ៃដែរបងប្អូនអត់ដឹងវិធីនៅក្នុងការដោះស្រាយវាបងប្អូនអញ្ចឹងនឹងបន្តរ៉ាំរ៉ៃឈឺហើយប៉ះពាល់នឹងការងាររបស់យើងបងប្អូនហើយនេះងាយស្រួលទេបងប្អូននេះគ្រាន់តែដាក់ដៃយើងដាក់ដៃឡើងទៅលើឲ្យអស់ចឹងណាបងប្អូនហើយធ្វើដូចខ្ញុំទៅចកាសដូចខ្ញុំចឹងទៅហើយប៉ាប់ខ្លួនប៉ាប់ទ្រូងយើងទៅកទេលទៅអត់ណាបងប្អូនយើងធ្វើចឹងទៅហើយ50ដងបងប្អូន50ដងទៅ100ដងចឹងទៅហើយម្យ៉ាងទៀតចំពោះអ្នកដែលលៀនឌីសនៅផ្នែកផ្សេងគ្នានឹងអាចធ្វើដូចខ្ញុំបានបាទលៀនដូចជាលៀននៅខាងឆ្វេងយើងធ្វើចេះទៅខាងស្ដាំបងប្អូនបាទធ្វើចឹង50ដងអីទៅបងប្អូន50ដងអីចឹងຕົកវាប៉ាប់ទ្រូងឲ្យដល់ក្រូដូចគ្នាចឹងដែរបងប្អូនធ្វើចឹងរហូតបាទរហូតហើយចំណែកលំហាត់ទី2នេះគឺយើងគ្រាន់តែយើងយកជង្គង់យើងចឹងទៅមកអឹបជាមួយនឹងទ្រូងបងប្អូនហើយយើងប្រើដៃដើម្បីជួយប៉ាប់ជង្គង់ឲ្យមកដល់ទ្រូងប៉ាប់ចឹងបាទធ្វើចឹងរហូតបាទ50ដងដែរបងប្អូន50ដងបាទធ្វើទៅមកចឹងទៅហើយធ្វើវាឲ្យយូរបងប្អូនហើយលំហាត់ប្រាណទី3នេះបែបទៀតគឺបានន័យថាយើងយកជង្គង់យើងហ្នឹងយកទៅប្រឹងលើកឡើងលើបាទប្រឹងលើកឡើងលើប៉ុន្តែយកជើងមួយខាងទៀតយកទៅដាក់លើជង្គង់ហ្នឹងបាទប្រឹងទាញវាបាទទាញវាឡើងលើម្ដងតិចធ្វើសងខាងបាទម្ដងយើងធ្វើ10ជើងមួយយើងធ្វើ10ដងជើងមួយយើងធ្វើ10ដងអញ្ចឹងណាបងប្អូនធ្វើអញ្ចឹងរហូតបាទស្រួលទេបងប្អូនស្រួលទេបាទយើងធ្វើអញ្ចឹងរហូតបាទជាប្រចាំអាហ្នឹងបាទជួយល្អបងប្អូនជួយមានលៀនឌីសមានលៀនអីបាទនៅចង្កេះយើងហ្នឹងធ្វើអញ្ចឹងទៅវាធូរស្រាលមែនតើបងប្អូនធូរហើយអត់មានឈឺចាប់អីទេហើយលំហាត់ប្រាណមួយទៀតនេះតាក់ទងជាមួយនឹងការយកខ្សែបាទយកខ្សែមកតពួកជើងចឹងទៅយើងទាញវាឡើងលើបងប្អូនយកដៃយើងទាញជើងយើងឡើងលើចឹងមកទាញបាទអាហ្នឹងនៅក្នុងករណីបើយើងអត់មានខ្សែនេះទេយើងអាចប្រើកម្មាក៏បានដែរបងប្អូនយកកម្មាហើយយើងគួចជាមួយនឹងដៃសងខាងទាញជើងយើងឡើងលើចឹងបងប្អូនទាញម្ដង10អញ្ចឹងទៅតែនេះវារឿងប្រឹងតិចបងប្អូនប្រឹងតិចវារឿងរយដៃតិចអញ្ចឹងដល់តែប្រឹងបងប្អូនប្រឹងទាញវាឡើងលើចឹងមកទាញម្ដងតិចមកបងប្អូនបាទដំបូងវាពិបាកតិចតែដល់យើងធ្វើអាសាធ្វើវាទៅវាយើងធូរវិញបងប្អូនធូរបាទយើងធ្វើចឹងមកបើយើងលៀនឌីសនៅខាងឆ្វេងយើងធ្វើមកខាងស្ដាំចឹងបងប្អូនធ្វើវាចឹងមកជាប្រចាំបាទវាដំបូងវាពិបាកតិចវាឈឺចាប់តិចប៉ុន្តែដល់យើងធ្វើយូរទៅវាមកធូរវិញបងប្អូនហើយលំហាត់ប្រាណមួយទៀតនេះលំហាត់ចុងក្រោយទៀតនេះគឺបានន័យថាស្រួលទេបងប្អូនយើងធ្វើឲ្យកពូនជើងយើងបងប្អូនកពូនជើងយើងហ្នឹងមានប្រឹងកម្លាំងណាបាទជាងដែរកពូនជើងយើងអាចស្វិតមួយចំហៀងកន្លែងណាមួយយើងអត់ដឹងណាបងប្អូនរវាងកពូនជើងតែពីរហ្នឹងវាស្មើគ្នាអញ្ចឹងយើងធ្វើចេះមកទៅម្ដងតិចមកដើម្បីឲ្យខ្សែឈាមយើងស្រួលទេបងប្អូនធ្វើអញ្ចឹងមកពេលខ្លះយើងពិបាកបត់យើងធ្វើចង់បានទេបាទបងប្អូនយើងខ្លះធ្វើចង់បានទេអញ្ចឹងយើងធ្វើសាក់លបងធ្វើជាប្រចាំអញ្ចឹងមកបងប្អូនស្រួលទេអានេះលំហាត់ប្រាណស្រួលបាទ